លោកអ្នកនាងស្ដាប់ជាទីមេត្រីនៅពេលនេះសូមអញ្ជើញលោកអ្នកនាងស្ដាប់ព័ត៌មានក្នុងខេត្តបៃលិនមៀកកបូជាប្ររពឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់បានបង្កើតនៅព្រះពុទ្ធសាសនានៅក្នុងលោកក្រោយពីព្រះអង្គបានត្រាស់ដឹងបានចំនួន9ខែគុណព្រះសោភ័ណ្ឌរតនវេទីអៀសុផនព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះមេគុណខេត្តបៃលិនមានធរដីកាថាក្នុងព្រះពុទ្ធសាសនាមានពិធីបុណ្យសំខាន់រួមមានមៀកបូជាវិសាខបូជាអសដ្ឋបូជានិងបុណ្យបវរណាចេញព្រះវស្សាចំណែកបុណ្យមៀកបូជាប្រពឡើងដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងនៅក្នុងលោកនាប្រទេសឥណ្ឌាកាលពី588ឆ្នាំមុនគ្រិស្តសករាជនាថ្ងៃ15កើតខែមៀកក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គបានចំនួន9ខែគុណការមានធរដីការបស់ព្រះមេគុណខេត្តបៃលិននៅក្នុងពិធីប្រពន្ធមៀកបូជានារសៀលថ្ងៃទី2ខែកុម្ភៈឆ្នាំ2026នៅវត្តពោធិមារាមហៅវត្តបាហ៊ីស្ថិតក្រោមវត្តមានចូលរួមពីលោកជំទាវអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភសុំហៀងព្រមទាំងព្រះសង្ឃលោកអាចារ្យគណៈកម្មការវត្តតាជីយាយជីលោកគ្រូអ្នកគ្រូសិស្សានុសិស្សនិងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករព្រះសោភ័ណ្ឌរតនវេទីអៀសុផនព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះមេគុណខេត្តបៃលិនបានមានធរដីកាថាការបង្កើតព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការសាសនាមួយនេះធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន1250អង្គជាសមាជិកក្នុងអង្គមហាសន្និបាតមួយដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់នៅក្នុងមហាសន្និបាតនោះព្រះសម្មាសម្ពុទ្ធទ្រង់បានប្រកាសនៅគោលការណ៍ចំនួន11ប្រការសម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិតនិងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀតឲ្យបានយល់ពីព្រះពុទ្ធសាសនាគោលការណ៍ទាំង11ប្រការនេះមានឈ្មោះជាភាសាបាលីថាអវាទបដិមោក្ខដែលពុទ្ធសាសនិកជនម្នាក់ត្រូវយកមកសិក្សាឲ្យបានយល់ដឹងនិងអនុវត្តព្រះសោភ័ណ្ឌរតនវេទីអៀសុផនព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះមេគុណខេត្តបៃលិនបានមានធរដីកាបន្តថាគោលបំណងរបស់ព្រះពុទ្ធសាសនាឬក៏ដូចជាគោលបំណងរបស់ពុទ្ធសាសនិកម្នាក់គឺស្វែងរកនិព្វានដែលប្រែថាសភាវៈប្រច្ចាទុក្ខមិនមានសេចក្តីទុក្ខមិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួនពាក្យនិព្វាននេះមានន័យស្មើនឹងពាក្យថាសន្តិដែលប្រែថាសេចក្តីស្ងប់ជាមួយគ្នានេះយើងអាចនិយាយបានថាព្រះពុទ្ធសាសនាគឺការបង្កើតឡើងនៃសន្តិភាពក្នុងដួងចិត្តដែលនេះគឺជាមូលដ្ឋានគ្រឹះនៃសន្តិភាពនៅក្នុងសង្គមដែលខ្លួនរស់នៅការកាន់ព្រះពុទ្ធសាសនាគឺជាការប្រឹងប្រែងដើម្បីបង្កើតសន្តិភាពដល់ខ្លួននិងចូលរួមចំណែកដល់សន្តិភាពសង្គមនិងពិភពលោកនេះជាកាតព្វកិច្ចដែលពុទ្ធសាសនិកម្នាក់ត្រូវប្រឹងប្រែងធ្វើឲ្យបានសម្រេចព្រះសោភ័ណ្ឌរតនវេទីអៀសុផនព្រះរាជាគណៈថ្នាក់កិត្តិយសនិងជាព្រះមេគុណខេត្តបៃលិនបានមានធរដីកាសង្ឃឹមថាយើងម្នាក់អាចទាញយកប្រយោជន៍បានខ្លះពីថ្ងៃមៀកបូជានេះព្រមទាំងនាំគ្នាធ្វើបុណ្យទានរក្សាសីលនិងសមាធិសម្អាតចិត្តរបស់ខ្លួនក្នុងថ្ងៃនេះដើម្បីបូជានិងរំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គបានបង្កើតព្រះពុទ្ធសាសនាសម្រាប់មាគ៌ាជីវិតដល់ពួកយើងទាំងអស់គ្នាផងដែរបាទលោកអ្នកនាងព័ត៌មានក្នុងខេត្តបៃលិនដែលលោកអ្នកនាងបានស្ដាប់នៅពេលនេះចប់តែប៉ុណ្ណេះសូមអរគុណ